ព័ត៌មានសិល្បៈនៅប្រទេសថៃឯណោះទៀតបាទអញ្ចឹងមិនធម្មតាមែនក្រៅពីល្បីហើយថែមទាំងមានមុខជំនួញទៀតបាទអញ្ចឹងពិតជាអស្ចារ្យសម្រាប់តារាស្រីថៃបាទអញ្ចឹងគាត់ពិតជាមានរូបសម្ផស្សស្រស់ស្អាតជាមួយនឹងការសម្ដែងដែលមានភាពល្បីល្បាញក្រៅពីសិល្បៈគឺគាត់គឺបើកមុខរបរក្រៅទៀតបាទអញ្ចឹងរីករាយទស្សនាស្រាប់បាទមនុស្សភាគច្រើនតែងតែធ្លាប់គិតថាជាតារាល្បីល្បាញច្បាស់ជាអាចរកចំណូលបានជាច្រើនមិនខានដោយមិនចាំបាច់ធ្វើការងារអ្វីបន្ថែមដើម្បីរកប្រាក់ទៀតទេប៉ុន្តែបើអ្នកមានការគិតដូចនេះគឺខុសហើយពីព្រោះមានតារាប្រុសស្រីល្បីៗជាច្រើនអ្នកនៅក្នុងសង្គមសិល្បៈបានចេញមករកស៊ីផ្ទាល់ខ្លួនដើម្បីបង្កើនប្រាក់ចំណូលនិងកសាងអនាគតដ៏រឹងមាំរបស់ពួកគេរៀងៗខ្លួនជាក់ស្ដែងថ្ងៃនេះប្រិមិត្តនឹងដឹងពីតារាប្រុសស្រីល្បីៗក្រៅពីមានកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈហើយក៏មានមុខជំនួញផ្ទាល់ខ្លួនជាច្រើនមុខថែមទៀតបាទចង់ដឹងតើតារារូបណាខ្លះយើងមកតាមដានដូចខាងក្រោមបាទកំពូលតារាសម្ដែងនាងអាំផាតឆារផាបាទបង្កើត brand ផលិតផលគ្រីមការពារកម្ដៅថ្ងៃបាទឈ្មោះថាអានលក់ដោយខ្លួនឯងបាទដែលមានអ្នកគ្រប់គ្រងយ៉ាងខ្លាំងពីសំណាក់អតិថិជននារីដែលមានដំណងប្រាថ្នាចង់បានសម្រស់ស្រស់ស្អាតដូចជាខ្លួននាងបាទអញ្ចឹងគាត់បានដាក់ផលិតផលគឺដែលគាត់ដាក់ផ្ទាល់ខ្លួនឯងបាទអញ្ចឹងពិតជាមានអ្នកគ្រប់គ្រងមិនថាប្រុសថាស្រីបាទពិតជាគ្រប់គ្រងផលិតផលរបស់គាត់បាទទី2នេះគឺបាទគាត់ពិតជាមានសម្រស់ស្រស់ស្អាតមែនបាទទី2គឺតារាសម្ដែងស្រីនាងឡាំយ៉ងបាទនាងមានឈ្មោះថានុចប៊ូរ៉ានុចបាទដែលមានមុខជំនួញខ្លួនឯងជាច្រើនប្រភេទដូចជាការបើកហាងលក់អាហារបើកហាងលក់មួកបើកសាលារៀនបង្រៀនរបាំងបើកខុនដូបាទអូពិតជាច្រើនមែនបាទអញ្ចឹងគាត់បើករថយន្តមានបង្គន់អនាម័យចល័តទៀតបាទសម្រាប់ជួលបាទអញ្ចឹងពិតជាមានមុខចំនួនច្រើនក្រៅពីសិល្បៈបាទទី3នេះគឺតារាសម្ដែងនាងម៉ៃដាវីកាបាទអញ្ចឹងគាត់បើកអាជីវកម្មមួយដោយខ្លួនឯងផងដែរគឺបើកហាងលក់មួកទាន់សម័យបែបយុវវ័យក្រោម brand ឈ្មោះថា Star by Davika ក្រៅពីនេះក៏មានលក់កាតាកាបូបលៀកពាក់និងទឹកអប់តាមរថយន្តផងដែរមិនតែប៉ុណ្ណោះនាងក៏បានបើកហាងនំបាទ Mista Recap បាទតម្រូវចិត្តអ្នកគ្រប់គ្រងជាច្រើនបាទពិតជាលយមែនបាទមួកសម្រាប់យុវវ័យសម័យថ្មីបាទបច្ចុប្បន្នបាទទី4នេះគឺតារាសម្ដែងនិងឆាំភូអារ្យាបាទគាត់បើកមុខដោយសារតែស្រឡាញ់ថ្នាក់ថ្នមចំពោះសុខភាពតារាស្រីរូបនេះបានបើកមុខជំនួញលក់តៅហ៊ូបាទដើម្បីសុខភាពផងដែរបាទអញ្ចឹងគឺមានមុខងារខុសៗគ្នាបាទហើយមានការគ្រប់គ្រងយ៉ាងខ្លាំងពីអតិថិជនសម្រាប់ fan ដែលចូលចិត្តទៅទិញតៅហ៊ូរបស់កញ្ញាបាទហើយទី5នេះគឺតារាសម្ដែងគឺ Packet បាទជាងបានស្គាល់ហើយជាមួយនឹងរ៉ូបដ៏ស្រស់ស្អាតតារាស្រីកមិចកំបើមរូបនេះបើកហាងលក់សម្លៀកបំពាក់ brand បាទ Baby Rose បាទហាងលក់តុក្កតានិងបើកហាងលក់អាហារថែបំពន់សុខភាពផងដែរបាទអញ្ចឹងពិតជាមានមុខរបរខុសគ្នាបាទស្អាតហើយថែមទាំងបើកអាជីវកម្មខ្លួនឯងទៀតបាទនឹងតារាស្រីបាទមានឈ្មោះថាអាផាសាដាបាទក៏បានបើកលក់សម្លៀកបំពាក់ខោអាវខ្លួនផងដែរដែលមានឈ្មោះថា The Caleb The Closet បាទអញ្ចឹងកៅអៅគាត់ពិតជាទាន់សម័យសម្រាប់នារីសម័យថ្មីបាទទី7គឺតារាប្រុសលោកប៊យផាគង់បាទគាត់បើកកាន់កាប់មុខជំនួញនឹងបើកភោជនីយដ្ឋានអាហារជប៉ុនបាទ Sushi បាទហាងលក់ការ៉េមនិងស្បែកជើងបាទគឺពិតជាគួរឲ្យនេះមែនបាទបាទអញ្ចឹងនេះគឺជាព័ត៌មានសម្រាប់តារានៅប្រទេសថៃដែលមានមុខងារជាសិល្បៈតារាភាពយន្តតារាសម្ដែងដែលមានភាពល្បីល្បាញរន្ទឺគ្រប់ប្រទេសបាទមិនថាក្នុងប្រទេសឬក្រៅប្រទេសបាទហើយថែមទាំងគាត់បើកជំនួញដល់ខ្លួនឯងផងទៀតបាទអញ្ចឹងពិតជាមានអ្នកគ្រប់គ្រងជាច្រើនលើបណ្ដាញសង្គម Facebook បាទអញ្ចឹងសូមអរគុណសម្រាប់ព័ត៌មានតារាបាទរីករាយ Subscribe Share ចែករំលែកដល់មិត្តភ័ក្តិដើម្បីទទួលព័ត៌មានជារៀងរាល់ថ្ងៃបាទសូមអរគុណសូមជម្រាបលា